ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទសុភ័ក្រវីដេអូនេះខ្ញុំនឹងបកស្រាយអំពី Advanced Feature របស់ STP ដែលមានដូចជា Port Fast BPDU Guard BPDU Filter Uplink Fast ហើយ Backbone Fast ហើយនឹងចុងក្រោយគឺ User Channel ដោយដែលយើងបានរៀននៅចំណុចមុនហើយយើងដឹងថា STP គឺត្រូវបានគេប្រើដើម្បីការពារនៅ Layer 2 Loop នៅក្នុង Ethernet Network ដោយសារតែ Loop ហ្នឹងគឺវាបង្កឲ្យមាននៅ Broadcast Storm ហើយនឹង Network Failureដែលនៅក្នុងវីដេអូនេះដោយសារតែ Classic STP យើងចាំបាច់ត្រូវរងចាំវារហូតដល់50វិនាទីដើម្បីអាចឲ្យ network របស់យើងដំណើរការអញ្ចឹង50វិនាទីហ្នឹងបើសម្រាប់ក្រុមហ៊ុនធំៗដែលគេបេះទៅលើល្បឿនហើយសុវត្ថិភាពគឺការរងចាំនេះគឺពិតជាយូរដូច្នេះយើងត្រូវប្រើប្រាស់នៅ feature ទាំងអស់ហ្នឹងដើម្បី optimize network របស់យើងខ្ញុំនឹងពន្យល់ feature នីមួយៗទៅតាមចំណុចដំបូងឡើយគឺ port fast ជាធម្មតា port ត្រូវឆ្លងកាត់នៅ listening ហើយនិង learning stage listening 15នាទី learning 15នាទីសរុបទៅគឺវា30នាទីមុននឹងយើងទៅដល់ forwarding stage ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ port fast វាអនុញ្ញាតឲ្យ port របស់យើង skip អា listening ហើយនិង learning stage ហ្នឹងហើយ go directly to forwarding stage ហ្នឹងតែម្ដងអត់ចាំបាច់រងចាំយូរទេហើយវាប្រើប្រាស់ជាមួយនឹង PC server IP phone និយាយរួមទៅគឺពពួក anyway ហើយគេប្រើប្រាស់ command spanning tree port fast អូខេខ្ញុំបញ្យល់ភ្ជាប់ជាមួយគ្នាជាមួយនឹង BPDU Guard BPDU Guard វាប្រៀបដូចជាអ្នកការពារមួយគឺការពារទៅលើ port ដែលប្រើប្រាស់ port fast បើសិនបើគេយក switch មកដុតនៅលើ port របស់ user វានឹងការពារកុំឲ្យកើតមាននៅ loop ឧទាហរណ៍ថាការពារកុំឲ្យបុគ្គលិកដុត switch លេងនៅតុធ្វើការដែលអាចធ្វើឲ្យ network របស់ក្រុមហ៊ុនទាំងមូលគាំងគេមានសារអីគឺ loop គេមានសារ loop អញ្ចឹងអា BPDU Guard ហ្នឹងគឺវាបិទកន្លែងហ្នឹងហើយ technique ដែលគេប្រើវាគឺឲ្យតែគេបើក port fast គេដាច់ខាតត្រូវតែបើក BPDU Guard ជាមួយគ្នាតែម្ដងអញ្ចឹងដើម្បីការពារហើយ command ដែលគេប្រើដើម្បីបើកវាគឺ spanning tree BPDU Guard enable ដូច្នេះខ្ញុំសូមអនុវត្តវានៅលើ packet tracer ខ្ញុំមាន switch ចំនួន2ខ្ញុំមាន PC 1ខ្ញុំមានខ្សែមួយខ្ញុំភ្ជាប់ PC ទៅកាន់ switch នៅពេលដែលខ្ញុំអត់ទាន់ប្រើនៅ port fast ដំបូងឡើយវាអត់ទាន់ load ពើបៃតងទេអញ្ចឹងយើងត្រូវរងចាំវារហូតដល់30វិនាទីសិនទើបកុំព្យូទ័រយើងអាចប្រើប្រាស់អ៊ីនធឺណិតបានអាច access បានអញ្ចឹងកុំឲ្យរងចាំយូរខ្ញុំចុចកន្លែងហ្នឹងវា load ពើបៃតងប៉ុន្តែករណីយើងប្រើ port fast អូខេយើងចាប់ផ្ដើមប្រើ command របស់ port fast enable configure terminal ហើយ interface file ethernet zone 1 port មិញដែលខ្ញុំភ្ជាប់ទៅកាន់ PC គឺ file ethernet zone 1ហើយ spanning tree port fast អូខេហើយខ្ញុំប្រើនៅ command របស់ BPDU Guard ផងដែរ spanning tree BPDU Guard enable អូខេអញ្ចឹងខ្ញុំលុបខ្សែនេះមួយខ្ញុំភ្ជាប់ PC2 ទៅកាន់ switch 5សារជាថ្មីនៅពេលនេះយើងសង្កេតឃើញថាវាអត់ចាំបាច់ load ពើទៅក្រូចសិនទេគឺវា load ពើបៃតងតែម្ដងវាអត់រងចាំ30វិនាទីទៀតទេអូខេខ្ញុំដកខ្សែនឹងចេញហើយខ្ញុំភ្ជាប់ពី switch 6ជា switch ដទៃទៀតខ្ញុំភ្ជាប់ទៅ port មិញដែលខ្ញុំបានដាក់ port fast រងចាំបន្តិចឥឡូវនេះយើងឃើញវា load error disable គឺវា load ដើម្បីការពារ loop នេះជាតួនាទីរបស់ BPDU Guard អត់ឲ្យយើង access ទៅលើ port ដែលយើងបានដាក់port first ជាមួយនឹង PC របស់យើងហើយទេអូខេហើយចំណុចបន្ទាប់គឺ BPDU filter BPDU filter គឺវាបញ្ឈប់នៅការផ្ញើការទទួលនៅ BPDU នៅលើ port
នៅលើ port ហ្នឹង BPDU message នៅលើ port ហ្នឹងហើយគេប្រើវានៅពេលដែលឧទាហរណ៍ថាគេចង់ភ្ជាប់ទៅកាន់ network ផ្សេងដែលគេអត់ទុកចិត្តឬក៏មិនចង់ឲ្យ STP វាអាចជជែកគ្នាបានអូខេអាហ្នឹងជាtechnique ក្នុងការប្រើ BPDU filter ហ្នឹងឯងប៉ុន្តែគេកម្រប្រើពីព្រោះវាអាចនឹងមាន warning មួយចំនួនwarning មួយចំនួនហ្នឹងជាគ្រោះថ្នាក់ធំមួយដែរបើសិនជានៅក្នុងក្រុមហ៊ុននេះអីវាកើតមានអនុវាធ្វើឲ្យក្រុមហ៊ុនហ្នឹង network របស់ក្រុមហ៊ុនហ្នឹងគៀងអញ្ចឹងណាអញ្ចឹងនេះ warning គឺវាអាចបង្កឲ្យមាន loop ដោយសារតែយើងបិទអាហ្នឹងបិទ STP បិទអីហ្នឹងអញ្ចឹងអាចបង្កឲ្យមាន loop អញ្ចឹង comment របស់វាគឺគេប្រើ spanning tree BPDU filter enable ប៉ុន្តែគេប្រើក្នុងករណីដូចខ្ញុំនិយាយអញ្ចឹងថាប្រើក្នុងករណីដែលចង់ភ្ជាប់ទៅកាន់ network ផ្សេងទៀតដែលយើងអត់ទុកចិត្តយើងអត់ចង់ឲ្យវាជជែកគ្នាស្គាល់ពី network របស់យើងអីទេឬក៏ភ្ជាប់ទៅកាន់ network របស់អតិថិជនអញ្ចឹងណាអូខេយើងប្រើ spanning tree BPDU filter enable សាខ្ញុំចូលដដែលអញ្ចឹងណាខ្ញុំចូលនៅលើ port ដដែលហើយខ្ញុំ spanning tree BPDU filter enable អូខេបន្តទៅទៀតគឺ uplink first ផ្នែករបស់ uplink first ហ្នឹងគឺបានន័យថាវាបង្កើតនៅ root បំរុងទុកមួយដែលត្រៀម root ហ្នឹងគឺត្រៀមរួចជាស្រេចហើយផ្លូវហ្នឹងគឺត្រៀមរួចជាស្រេចហើយនៅពេលដែលខ្សែ uplink មួយដាច់អាខ្សែបំរុងហ្នឹងគឺវាងើបឡើងភ្លាមវាងើបចូលភ្លាមមកក្នុងរយៈពេលតិចជាង1វិនាទីដើម្បីមកជំនួសមកភ្ជាប់បន្តទៀតកុំឲ្យ network យើងដាច់អញ្ចឹងវាផ្ដល់នូវល្បឿនលឿនសម្រាប់ redundant uplink នៅលើ access switch ហើយគេ recommend វាគឺ spanning tree uplink first អញ្ចឹងខ្ញុំភ្ជាប់ជាមួយនឹង backbone first គឺវាជួយឲ្យ switch យើងដឹងពីការដាច់ខ្សែនៅកន្លែងផ្សេងបានលឿនជាងមុនដោយអត់ចាំបាច់រងចាំដល់ទៅ20វិនាទីទេព្រោះជាធម្មតាកាលណាមានដាច់មានអីចឹងយើងរងចាំដល់20វិនាទីដើម្បីវាអាចដឹងថាដាច់នៅកន្លែងណាហ្នឹងគឺ mark របស់វាហើយដែលឡែកbackbone first គឺវាលឿនមែនទែនអត់ចាំបាច់ដល់20វិនាទីទេឧទាហរណ៍ថាយើងមាន network ធំយើងដល់ពេលដាច់ខ្សែយើងធ្វើម៉េចដឹងភ្លាមអញ្ចឹងយើងមិនត្រូវប្រើប្រាស់ backbone first ហ្នឹងដើម្បីអាចដឹងភ្លាមយើងអាចសង្គ្រោះបានទាន់ពេលវេលាអញ្ចឹងយើងប្រើប្រាស់ command spanning tree backbone first ឥឡូវនេះយើងចូលមកដល់ ether channel គឺជាការចងប្រៀបដូចជាការចងខ្សែច្រើន combine multiple physical link into one logical link អូខេហើយម្យ៉ាងអត្ថប្រយោជន៍របស់វាទៅពេលយើងប្រើហ្នឹងគឺវា more bandwidth and redundancy វាធ្វើឲ្យល្បឿនកើនឡើងទ្វេដងហើយនេះជា command របស់វា channel group 1 mode active សម្រាប់ technique ក្នុងការប្រើវាគឺប្រើនៅLACP active mode ដើម្បីឲ្យ switch ទាំងសងខាងអាចជជែកគ្នាអាចតាក់ទងគ្នាដោយស្វ័យប្រវត្តិអូខេអញ្ចឹងខ្ញុំសូមបង្ហាញនៅការអនុវត្តនៅក្នុង packet tracer ខ្ញុំជួប configure terminal in FaceNet zone 2 ទៅ 3 zone 2 ទៅ 3 sorry អ្នកនរ FaceNet range ទី 3 ហើយ command របស់វាគឺ channel group 1 mode active អូខេ group 1 mode active ហើយដូចគ្នា in interface range FaceNet zone 2 to 3 channel group 1 mode active
ចុំមិនចាំអូខេយើងអូខេយើងឃើញហើយគឺខ្សែពីរហ្នឹងបើថាជា physical យើងឃើញពីរមែនប៉ុន្តែធាតុពិតតែមួយទេធាតុពិតតែមួយទេអឺអូខេសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយល់នៅអ្វីដែលខ្ញុំបានបកស្រាយអូខេសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយល់បានជាសរុបសេចក្តីមកការប្រើប្រាស់នៅ advanced feature របស់ SDP ទាំងអស់ហ្នឹងគឺដើម្បីបំពេញនៅការខ្វះខាតចន្លោះប្រហោងរបស់ classic SDP ដែលយើងបានទាំង speed ទាំង security អឺ stability ហើយទាំងអស់នេះគឺជាបច្ចេកទេសដែលធ្វើឲ្យ network របស់យើងដើរក្នុងកម្រិត enterprise បានបាទសូមអរគុណលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សូមជម្រាបលា